ការដែលយើងមកធ្វើ online ជាអ្នកលក់ជាអ្នកដែល present នេះត្រូវតែមាន personal brand ควបគូជាមួយការលក់តើជាទីផ្សារដែលឈ្នះគេមិនមែនយើងចាញ់មកលក់ទេ personal brand របស់យើងក្នុងការណែនាំបទពិសោធន៍ហើយនឹងចាប់ idea នៃបទពិសោធន៍មិត្តភក្តិជុំវិញមកនិយាយខ្ញុំទទួលបាននៅចំណេះជំនាញថ្មីច្រើនមែនទែនដែលខ្ញុំគិតនឹកស្មានមកដល់ថាខ្ញុំអាចធ្វើវាបានណាដោយសារពីកន្លងមកខ្ញុំតែងតែជាមនុស្សដែលចូលចិត្តធ្វើវីដេអូហើយអត់ដែលមានភាពភ័យខ្លាចស្របតែធ្វើតែឯងថ្ងៃនេះភ័យតែធ្វើបានល្អចាដោយសារមានកម្លាំងចិត្តនិងភាពរុញច្រានខ្លាំងពីខូចហើយទទួលបាននៅការបង្វឹកយ៉ាងស្ទាត់ជំនាញចំណេះជំនាញមួយនេះគឺខ្ញុំសប្បាយចិត្តខ្លាំងណាស់ពីមុនមកខ្ញុំធ្លាប់តែចង់រៀនតែខ្ញុំអត់ដែលប៉ះគ្រូបង្វឹកណាដែលមានអត្តពលខ្លាំងដូចជាខូចទេអរគុណខូចតែធ្វើឲ្យខ្ញុំនឹងខ្លាចជាមនុស្សម្នាក់ក្លាហានហ៊ានឈរនិយាយចំណោមមនុស្សជាច្រើនខ្ញុំអត់ដែលធ្លាប់ធ្វើបែបហ្នឹងទេមានអារម្មណ៍ថាខូចមាន energy ខ្លាំង full of energy មួយថ្ងៃពេញតែម្ដងទីពីរដឹងពីរបៀបក្នុងការធ្វើវីដេអូធ្វើ content វិធីនាំស្នើ offer ពីមុនគឺថាការធ្វើវីដេអូវាពិបាកប៉ុន្តែក្រោយពេលរៀនមួយថ្ងៃពេញមានអារម្មណ៍ថា motivate ក្នុងការធ្វើវីដេអូ content ថ្ងៃនេះសប្បាយចិត្តមែនតើហើយអ្វីដែលខ្ញុំបានថ្មីសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំមិនដែលគិតថាបេះដូងខ្ញុំដើររហូតមិនឈប់ទេខ្ញុំមិនដែលគិតដល់ហើយមកស្ដាប់អ្នកគ្រូស្រាប់តែខ្ញុំភ្ញាក់ឲ្យព្រឹកមិនងាយរកមនុស្សដែលមានបេះដូងបែបហ្នឹងខ្ញុំទើបតែជួបបុគ្គលបែបនេះគឺជាគ្រូដ៏អស្ចារ្យបន្ទាប់ពីឪពុកម្ដាយខ្ញុំព្រះសម្មាសម្ពុទ្ធនិងបងប្អូនដែលជាខ្មែរនេះបេះដូងជាខ្មែរនេះចេះចែករំលែកអញ្ចឹងខ្ញុំចង់ឲ្យខ្មែរទូទាំងសកលលោកប្រើមេរៀនបែបនេះប្រើបេះដូងបែបនេះដើម្បីកសាងប្រទេសជាតិយើងឲ្យក្លាយជាប្រទេសមហានគរដូចសម័យអង្គរ